ព្រះអង្គមិនឲ្យយើងនឹងប្រមាថមើលងាយនឹងបុណ្យកុសលទេបងធោក៏ធោកាំងតិចតួចក៏ដោយបងតិចតួចក៏ដោយពីព្រោះអ្នកប្រាជ្ញបងមិនគិតថាបុណ្យនេះតិចបុណ្យនេះច្រើនទេឲ្យតែមានឱកាសបំពេញនៅសេចក្តីល្អបំពេញជានិច្ចបងអញ្ចឹងញាតិញោមកុំចាំថាចាំថ្ងៃណាខ្ញុំមានពេលច្រើនចាំថ្ងៃណាខ្ញុំទំនេរច្រើនចាំខ្ញុំមកបំពេញបុណ្យអត់ទេបងអត់មានពេលទេបងអញ្ចឹងតើតែយើងឆ្លៀតមែនទេញាតិញោមតើតែយើងឆ្លៀតអញ្ចឹងញាតិញោមទាំងអស់គ្នាត្រូវតែគិតឡើងវិញត្រូវតែដាស់តឿននៅសតិបញ្ញារបស់យើងឡើងវិញថាអត់មានអីក្រៅពីសេចក្តីល្អដែលយើងត្រូវតែសន្សំដាក់នៅក្នុងដួងចិត្តរបស់យើងទេពីព្រោះសេចក្តីល្អនេះហើយធ្វើឲ្យយើងនឹងមានសេចក្តីសុខសេចក្តីចម្រើនរីករាយហើយធ្វើឲ្យក្រុមគ្រួសារនឹងក៏រីករាយដែរបងមែនទេញាតិញោមតែញោមកាត់ទុកហើយញោមគេងអត់លក់ហើយញោមឃើញបញ្ហាទាំងអស់ហ្នឹងអាបញ្ហាទូចក៏ជាបញ្ហាធំដែរញាតិញោមណាពេលខ្លះកូននឹងរត់លេងធម្មតាទេប៉ុន្តែពេលនឹងគេងអត់លក់ហងឈឺផងធុញបដ ாய் មែនទេញាតិញោមអានឹងមកពីចិត្តរបស់យើងអញ្ចឹងហើយញាតិញោមជាអ្នកមានភ័ព្វសំណាងជាអ្នកមានបុណ្យពរតន់ព្រះសាសនារបស់ព្រះសម្មាសម្ពុទ្ធនឹងនៅមានអញ្ចឹងយើងត្រូវតែឆ្លៀតជារឿយដើម្បីបំពេញបុណ្យកុសលហ្នឹងម្យ៉ាងវិញទៀតការបំពេញបុណ្យកុសលនេះក៏ជាសេចក្តីល្អមួយដែលញ៉ាំងឲ្យពពួកទេវតាហ្នឹងគោរពស្រឡាញ់ដែរញាតិញោមចង់ឲ្យពពួកទេវតាគោរពស្រឡាញ់ទេញាតិញោមចង់ទេពួកមុនស្នេហ៍ដែលអាចតាក់ទាញឲ្យពពួកទេវតានឹងថែរក្សាស្រឡាញ់ញោមបានគឺអីញាតិញោមគឺសេចក្តីល្អបងហើយញាតិញោមត្រូវដាក់វិនិយោគផ្លូវចិត្តនឹង 100% ជឿបងជឿលើពុទ្ធិការបស់ព្រះសម្មាសម្ពុទ្ធគុំទាំងដឹងមិនទេដឹងពិតទេលោកសំដែងនឹងណាតែនឹងផលមកក៏វាអត់ពិតដែរញោមមែនទេអញ្ចឹងថ្ងៃមួយសកទេវរាជបងណាធ្វើដំណើរជាមួយមាតុល័យញាតិញោមដែលឮឈ្មោះមាតុល័យឯងញោមធ្លាប់ឮឯងអត់ដែលទេណាភាសាសាមញ្ញថាអ្នកបើករទេះណាឲ្យព្រះឥន្ទបងសកទេវរាជសារថីញាតិញោមណាអញ្ចឹងពេលដែលធ្វើដំណើរទៅក៏សកទេវរាជលោករៀងប្រមាលមើលឋានមនុស្សទៅលោកក៏លើកដៃសំពះគោរពញាតិញោមណាសកទេវរាជជាស្ដេចទេវតាបងណាស្ដេចទេវតាលើកដៃសំពះគោរពញាតិញោមអញ្ចឹងមាតុល័យនឹងឆ្ងល់បងឆ្ងល់ថាធ្វើខ្លួនដល់ព្រះឥន្ទហើយទៅថ្វាយបង្គំអ្នកណាជាស្ដេចទេវតាញាតិញោមណាទៅថ្វាយបង្គំអ្នកណាហើយថ្វាយបង្គំបង្អោនទៅឋានមនុស្សទៀតអញ្ចឹងមាតុល័យសួរញាតិញោមសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនថាតើព្រះអង្គនឹងបានលើកដៃសំពះនមស្ការចំពោះអ្នកណាតបមកព្រះឥន្ទក៏បានឆ្លើយញាតិញោមណាយេកហត្ថាបញ្ញការាសីលវន្តាឧបាសកាធម្មមេនធិរੰពោសិនតេទេនមស្សាមិមាតុល័យមនាលមាតុល័យនៅឋានមនុស្សនឹងមានមនុស្សច្រើនណាស់ញាតិញោមណាប៉ុន្តែក្នុងចំណោមមនុស្សទាំងអស់នឹងមានមនុស្សខ្លះញាតិញោមណាដែលជាកុហកណាគេហត់ថាហ្នឹងជាអ្នកដែលនៅផ្ទះជាកុហកហ្នឹងណាពាក្យមួយទៀតយើងហៅថាគិរាវាសហ្នឹងអ្នកដែលនៅផ្ទះសំបែងដូចញាតិញោមអញ្ចឹងណាយេកហតាបញ្ញការាណាជាអ្នកបំពេញបុណ្យដូចញាតិញោមអញ្ចឹងបងជាអ្នកបំពេញបុណ្យដោយសទ្ធាណាបញ្ញការាហ្នឹងជាអ្នកបំពេញបុណ្យបងហើយមានអ្នកណាទៀតសីលវន្តាមានន័យថាអ្នកថែរក្សានៅសិលបងញាតិញោមទៅវិញយ៉ាងណាថ្មមិនដឹងប៉ុន្តែពេលហ្នឹង1ម៉ោង2ម៉ោងហ្នឹងញាតិញោមបានសិល5ដែរញាតិញោមណា
mình ban sơ ma tiền vì bọn ông cửu sal pram đây nhiệt nhôm mà nè chẳng nhiệt nhôm chỉ nẹt miên sal bỏ xây là hoàn tà nà yat sạ san ta năng xây là ni ắt thầy tế xây là và cứ cana khôn sẵn đan chất rồi bỏ dương nâng miên sal hỏi nà cứ dương chỉ nẹt miên sal nâng hay bỏ nà chẳng nhiệt nhôm bán sơ ma tiền sal hỏi nhôm chỉ nẹt miên sal đó nè bữa tọp một tiết là xây là văn ta upasaka là upasaka nâng này sầm ánh thá nong athakatha payoltha ratanatayasa là upavasatayte upasakao upasika bokol na đại nơi bài của upavasatayte nâng nơi bài nơi kiệt paratana trái dương hào tha upasa upasika thế còn này sầm ánh thá nẹt căn dọc nơi trai sarana cùng nâng chỉ ti pưng chỉ ti rồi lấp dân hào thá obasa obasika nâng hai trai sarana cùng mấy class nhìn nhóm chăm ấy là bột thèn saranang kechami nhìn nhóm ti pi cái nhìn nhóm thòm miếng saranang kechami ti bảy sang khen saranang kechami nhom bậc cát na sôm đòn nữ bậc bút chỉ tì pấn chỉ tì rồi lực nhom bậc cát na sôm đòn nữ bậc thó chỉ tì pấn chỉ tì rồi lực nhom bậc cát na sôm đòn nữ bậc sáng chỉ tì pấn chỉ tì rồi lực về rẽ pi đòn phong về rẽ chỉ cùng rút bay đòn phong đại dương hào tha tụ tề yam pệ tạ tề yam pệ nên nhìn nhôm chân con tề dương miên trai sarana cùng nâng chia ròm nâng nhiệt nhôm khai tới chia obasa obasika đại miên côn ở thọ bộ đại miên côn ở thọ ai nhang oi chất rồi bỏ bộ tevada nâng cơ rốp sờ lạnh bàn bộ nhiệt nhôm tập toàn ấy oi tới dương nâng thay ra xa bật bộ cứ bộ tevada nâng kìm mơ khơi nhá cái sờ lạnh cái rộp àn trong cõi thoam mê nẹt thì rằng bồ sen tệ miền này thà manu nơi khung là pan đầy nắng là nơi lừa pan đầy nắng miền bọc côn khác chân chăm chỉ vứt thay để xa bờ pôn cô nắng đòi thỏa bộ phía xa sầm manh mình tự biệt biên nẹt độ tây mình tự thưa bạc nẹt độ tây chia diêm chân chăm chỉ vứt nắng tự tam ở vát rồi bó presama samput chân bộc cô tổng óc nô hói đại nhóm lược đại phai bằng cúng cô rục bộ chân mà trong lược rừng nâng láng trong oi nhiệt nhôm dul thà nơi con Phật Sasana môn snai để nhang oi chất của bộ tê và đa nó sờ lanh nhiệt nhôm rọp an nhiệt nhôm bán cứ tam rồi giá xịt đây là ó để nhiệt nhôm bấm pin bộ tu bây chỉ nhiệt nhôm mình miên pel mau vót cả đau nhiệt nhôm đó bà ông cừu có tai tai nè nom mà pe lúc nơi phum mi tu bờ lâm lao năng dương miên tức mà cao cả đau nhiệt nhôm đó dương miên tức mà cao cả đói pe để dương ngơ pi bờ lâm phliếm chất rồi bao dương nâng ao chia tụm lọp tới dương nó khơi presama samput nhiệt nhôm đó tháo tức mùi cao ní nhôm dọc từ thoái presama samput bờ thật chân nè thà ở trong pra cao tới tức mặt đóp bộ vô tức mặt đóp nâng từ đã thoai một pre tới thoai bằng cùng tới thà kết thà đôi bọn nâng còn pung tay tuột tua nữ tức mũi đóp và bỏ nhiệt nhôm chẳng dương sẵn xóm ấy nhiệt nhôm dương sẵn xóm ấy dương sẵn xóm nơi bút thiên nụ sật tệ nước đo côn pre sama samput piproka nước đo côn là rồi bỏ presama samput ní nhiệt nhôm cứ phơi ở chất rồi bỏ dương nâng miên đây chia miên cầm lăng nè bộ miên cầm lăng nè đôi xa ấy đôi xa côn rồi bỏ presama samput cứ chân tây dạ cứ mình ai kết bàn thì mình ai bị cha ra bàn thì cầm lăng này bon đại dương quan tại sốt bộ nè quan tại sốt nơi nẹt mô bột thè sạ nâng có phơi ở chất rồi bỏ dương miên cầm lăng hết cứ chia bon cổ sol muối để nhang oi bộ tê và đàn nâng thai đã xa dương bạn đôi nơi khung bột đề cá nhiệt nhôm miền rường muối
រឿងព្រះភិក្ខុណាភូតបាលថែញាតិញោមថ្មសង្ខេបចុះណារឿងហ្នឹងគឺពេលដែលនៅក្នុងកុមារភាពមានក្មេង2នាក់ញាតិញោមណាក្មេងម្នាក់ហ្នឹងកាន់ពុទ្ធសាសនាក្មេងម្នាក់ទៀតអត់កាន់ពុទ្ធសាសនាទេហើយគាត់លេងល្បែងអាត្មាមិនដឹងថាឈ្មោះល្បែងហ្នឹងអីទេវាស្តៀងអប៉ោងដែរគេមានគ្រាប់គេទៅគេគប់ទៅហើយវាមានលេខញាតិញោមណាហើយគាត់ចាក់លុយបើក្មេងជាអ្នកកាន់ពុទ្ធសាសនាហ្នឹងឈ្នះរហូតញាតិញោមណាញាតិញោមអត់មានយកបល័យនឹងទៅរៀនទេណាតិចចាក់យកចាក់ឆ្នោតចាក់អីបើគឺគាត់សូត្រថាអ្នកមោពុទ្ធស័កបើនិយាយគាត់សូត្រដែរញាតិញោមគាត់សូត្រហើយគាត់គប់ទៅគាត់ឈ្នះរហូតហើយក្មេងជាអ្នកមិនមែនកាន់ពុទ្ធសាសនាហ្នឹងគាត់សូត្រផ្សេងហើយគាត់សួរថាតើអ្នកសូត្រអីបានជាអ្នកឈ្នះរហូតចឹងគាត់ថាចង់រៀននេះចង់គេសូត្រថាអ្នកមោពុទ្ធស័កដល់អញ្ចឹងសូត្រទាំងពីរអ្នកញាតិញោមណាសូត្រទាំងពីរអ្នកទៅអត់មានឈ្នះអត់មានអ្នកគេឈ្នះចាញ់ផងស្មើគ្នារហូតចឹងទៅអញ្ចឹងក្មេងដែលជាអ្នកមិនកាន់ពុទ្ធសាសនាហ្នឹងពេលដែលគាត់រៀននៅពាក្យបាលីហ្នឹងហើយគាត់បានថ្ងៃមួយគាត់បានទៅជាមួយឪពុករបស់គាត់ទៅព្រៃញាតិញោមទៅព្រៃទៅគឺដល់ទៅរកអស់ព្រោះហើយសម័យនោះញាតិញោមដឹងហើយអត់មានដូចយើងមានចែកដីចែកអីមានម៉ងមានអីទៅតម្កល់សពទេគឺអ្នកណាស្លាប់ហើយគេរុំកណាត់សហើយគេបោះចូលនៅក្នុងព្រៃហើយបងអញ្ចឹងពេលដែលទៅរកអស់រកអីចឹងទៅវាយប់ហើយគោដែលបានគាត់យកទៅហ្នឹងវាអត់នៅកន្លែងចងញាតិញោមវាដឹងដើរទៅណាបាត់ហើយឪពុកហ្នឹងទៅរកគោហ្នឹងដល់ទៅរកទៅគោហ្នឹងវាដើរដល់ទីក្រុងព្រោះដល់នគរញាតិញោមអញ្ចឹងសម័យហ្នឹងតែដល់ម៉ោងហើយទីក្រុងហ្នឹងគេបិទទ្វារហើយព្រោះអត់ដូចយើងឥឡូវទេដូចញាតិញោមតែដល់យប់ហើយញាតិញោមចាក់សោផ្ទះអញ្ចឹងណាដល់ពេលបិទទ្វារនគរទៅក៏ឪពុកហ្នឹងចេញមិនកើតអញ្ចឹងកូនហ្នឹងនៅម្នាក់ឯងព្រោះនៅក្នុងព្រៃញាតិញោមនៅក្នុងព្រៃអញ្ចឹងគាត់តែងតែទម្លាប់សូត្រអីញាតិញោមអ្នកមោពុទ្ធស័កអ្នកមោពុទ្ធគាត់សូត្ររហូតណាអញ្ចឹងពេលដែលគាត់សូត្រហ្នឹងក៏គាត់គេងលក់ទៅបងគេងក្រោមរទេះគោហ្នឹងដល់ពេលយប់ឡើងញាតិញោមមានយក្សដែលស៊ីសាកសពនឹងជាអាហារយក្សនឹងមកដល់ភ្លាមដើរហើយយក្សហ្នឹងមានមានយក្សម្នាក់ហ្នឹងគេហៅថាសម្មាទិដ្ឋិមានថាគោរពពុទ្ធធម៌ប្រសងណាញាតិញោមយក្សម្នាក់ទៀតអត់ទេមិច្ឆាទិដ្ឋិដើរទៅឃើញប្រាប់មិត្តភក្តិថាថ្ងៃនេះយើងបានសាច់ស្រស់ស៊ីហើយចឹងណាអញ្ចឹងមិត្តភក្តិដែលជាយក្សសម្មាទិដ្ឋិហ្នឹងប្រាប់ថាកុំប៉ះក្មេងហ្នឹងឲ្យសោះកុំប៉ះក្មេងហ្នឹងឲ្យសោះអត់បានទេអញ្ចឹងក៏ស្ដាប់មិត្តភក្តិទៅក៏ដើរឆ្ងាយទៅណាមើលសាកសពអីណាផ្សេងញាតិញោមដល់ដើរបែកគ្នាញាតិញោមបែកគ្នាណាគឺយក្សដែលជាមច្ឆាទិដ្ឋិហ្នឹងមកប៉ះក្មេងហ្នឹងញាតិញោមប៉ះភ្លាមក្មេងហ្នឹងភ្ញាក់ញាតិញោមណាភ្ញាក់ពីអីគេញាតិញោមពីអីអ្នកមោពុទ្ធស័កដោយសារគាត់ទន្ទិញជារឿយព្រោះគ្រាន់តែលឺពាក្យនឹងភ្លាមគឺយក្សនឹងភ័យមែនទែនតក់ស្លុតដោយសារអីដោយសារអ្នកដែលគោរពព្រះសម្មាសម្ពុទ្ធព្រះធម៌ព្រះសង្ឃហ្នឹងគឺមានទេវតាថែរក្សាព្រះវេស្សវណ្ណគឺភ័យមែនទែនអញ្ចឹងរឿងហ្នឹងមានតទៅទៀតប៉ុន្តែអាត្មាលើករឿងហ្នឹងទាំងអស់ហ្នឹងឡើងទោះបីជាញាតិញោមមិនមានពេលច្រើនមកសិក្សាដោយព្រះសង្ឃដោយសីលវ័នសីលវតីក៏ដោយប៉ុន្តែញាតិញោមត្រូវមានធម៌អីមួយនៅក្នុងចិត្តចេះតែទន្ទិញជារឿយទៅណាដូចជាពុទ្ធាំងសរណង្កច្ឆាមិក៏ញាតិញោមអាចសូត្រជារឿយបានដើម្បីឲ្យចិត្តហ្នឹងមានអារម្មណ៍អ្វីមួយដើម្បីតោង